សួស្តីបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សទាំងអស់ដែលមានបំណងចង់ចេះភាសាចិនក៏អាចចូលមកមើលវីដេអូនេះក៏ដូចជាអានតាមនាងខ្ញុំទាំងអស់គ្នា来，大家好，各位好，同学们好。来到我们这个视频来学一下中文。តោះបងប្អូនទាំងអស់គ្នាយើងអាចចូលមកមើលវីដេអូនេះហើយក៏ដូចជាអានតាមនាងខ្ញុំទាំងអស់គ្នាសម្រាប់បងប្អូនដែលនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់បងប្អូនប្រកាសជាធ្លាប់ជួបពាក្យផ្នែកទាំង3នេះមានដូចជាពាក្យដែលមានលេខទី4ពាក្យអានថាអ៊ីសានឬក៏អ៊ីហ្វូពាក្យទាំងពីរនេះបកប្រែថាអាវឬក៏សម្លៀកបំពាក់ពាក្យទាំងពីរនេះបងប្អូនចង់ប្រើពាក្យថាអ៊ីសានក៏បានឬក៏បងប្អូនចង់ប្រើពាក្យថាអ៊ីហ្វូក៏បានអ៊ីសានឬក៏អ៊ីហ្វូពាក្យទី5家实言ឬក៏设计ពាក្យទាំងពីរនេះបកប្រែថាអ្នកបើកបរឬក៏ភាគច្រើនបងប្អូនអាចនិយាយបានថាថៅកុងឡានពាក្យទាំងពីរនេះបងប្អូនអាចចង់ប្រើពាក្យមួយណាក៏បានពាក្យនេះបកប្រែបានដូចគ្នាពាក្យទី1គឺ家实言ឬក៏设计ពាក្យទី6អានថាចង់ថាងពុឬក៏តាថាងពុពាក្យទាំងពីរនេះបកប្រែថាផ្នែកអ៊ុតពាក្យទាំងពីរនេះបងប្អូនចង់ប្រើថាចង់ថាងពុក៏បានឬក៏អានថាតាថាងពុក៏បានពាក្យទាំងពីរនេះបកប្រែថាផ្នែកអ៊ុតដូចគ្នា